សួស្តីបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់ទីរាប់អានបាននៅក្នុងវីដេអូនេះយើងសិក្សាមេរៀនសិលធម៌ពលរដ្ឋថ្នាក់ទី10ចំពោះទី2វប្បធម៌សន្តិភាពមេរៀនទី5សុខភាពផ្លូវចិត្តយើងចូលទៅកាន់ចំណុចជាបន្តដើម្បីសិក្សាមេរៀននេះឲ្យកាន់តែងាយយល់យើងសិក្សាស្វែងយល់ពីពាក្យកន្លឹះមួយចំនួនជាមុនសិនពាក្យទី1សុទិដ្ឋិនិយមបាទមានន័យថាការចូលចិត្តឬក៏ការយល់ឃើញរាល់អ្វីនៅលើโลกនេះសុទ្ធតែល្អនិងសុទ្ធតែត្រឹមត្រូវយល់ឃើញអ្វីដែលល្អណាអានោះយើងហៅថាសុទិដ្ឋិនិយមបាទវាផ្ទុយពីទុទិដ្ឋិនិយមដែលមានន័យថាការយល់ឃើញឬក៏ការប្រកាន់ថាអ្វីសុទ្ធតែអាក្រក់ទាំងអស់យល់ឃើញអ្វីសុទ្ធតែមិនល្អណាយល់ឃើញនៅក្នុងផ្លូវអវិជ្ជមានហើយសុទិដ្ឋិនិយមគឺយល់ឃើញអ្វីដែលជាទស្សនៈវិជ្ជមានណាទុទិដ្ឋិនិយមជាទស្សនៈបាទអវិជ្ជមានអញ្ចឹងណាតែពាក្យទី3សមាធិបាទសមាធិនេះមានន័យថាដំណើរតាំងសុខមមនៃចិត្តឬក៏ការស្លងចិត្តបាទក្នុងកន្លងអារម្មណ៍ដែលខ្លួនបានរំពឹងទុកគេធ្វើសមាធិហ្នឹងគេអង្គុយប៉ែនភ្នែនគេបិទភ្នែកណាគេប្រមូលអារម្មណ៍ឲ្យមូលណាគឺកុំឲ្យគិតអ្វីប្រទេសផ្ដាស់ឲ្យដឹងតែដង្ហើមចេញដង្ហើមចូលតែប៉ុណ្្នឹងទេឬក៏បើមិនចឹងទេគេឲ្យយើងតម្កល់ចិត្តនៅក្នុងកន្លងអារម្មណ៍មួយដែលយើងបានរំពឹងទុកយើងផ្ដោតទៅលើអ្វីមួយណាយើងធ្វើសមាធិបាទកុំឲ្យគិតច្រើនកុំឲ្យគិតប្រទេសផ្ដាស់ណាដើម្បីធ្វើឲ្យចិត្តយើងវាស្ងប់ណាបាទទី4សុខភាពនេះមានន័យថាសភាពនៃអាការៈរាងកាយឬក៏សកម្មភាពផ្លូវចិត្តជាដើមដែលមានក្តីសុខឬក៏ទុក្ខបាទអញ្ចឹងសុខភាពនេះសំដៅទៅលើសភាពនៃរាងកាយឬក៏ផ្លូវចិត្តរបស់យើងណាដែលថាមានសុខភាពល្អឬក៏មិនល្អអញ្ចឹងណាទី5ចិត្តបាទចិត្តនេះប្រែថាធម្មជាតិសម្រាប់សន្សំអារម្មណ៍បាទសម្រាប់គិតគឺវិញ្ញាណហើយហៅថាចិត្តបាទចិត្តនេះជាមโนណាបាទជាអាយតនៈខាងក្នុងដែលជាគ្រឿងទទួលនៅអារម្មណ៍នៅពេលដែលអាយតនៈខាងក្រៅធម្មអារម្មណ៍ជាដើមណាបាទមកប៉ះទង្គិចទៅនឹងចិត្តរបស់យើងវាធ្វើឲ្យយើងគិតបានណាកើតបានទៅជាអារម្មណ៍ជាធម្មជាតិសន្សំអារម្មណ៍ណាជាអ្នកទទួលនៅអារម្មណ៍ណាបានគេថាចិត្តនេះជាធម្មជាតិសម្រាប់សន្សំអារម្មណ៍សម្រាប់គិតណាគឺវិញ្ញាណហ្នឹងហើយដែលធ្វើឲ្យយើងដឹងអំពីអ្វីមួយណាពាក់តងទៅនឹងផ្លូវចិត្តរបស់យើងណាបាទមួយទៀតវិបត្តិនេះប្រែថាសេចក្តីប្រែប្រួលដំណើរផ្លោះធ្លាក់សេចក្តីវិនិច្ឆ័យអន្តរាយហ្នឹងហៅថាវិបត្តិណាដូចជាវិបត្តិផ្លូវចិត្តហ្នឹងគឺចិត្តហ្នឹងវាប្រែប្រួលណាបាទចិត្តហ្នឹងវាមានជួបបញ្ហាស្មុគស្មាញណាមួម៉ងណាអាហ្នឹងហៅថាវិបត្តិផ្លូវចិត្តវិបត្តិសេដ្ឋកិច្ចណាសេដ្ឋកិច្ចហ្នឹងវាធ្លាក់ចុះបាទវាអត់រីកចម្រើនណាវាតកតងទៅនឹងសក្តីប្រែប្រួលហ្នឹងបាទមួយទៀតតានតឹងបាទតានតឹងនេះប្រែថាតឹងចង្អៀតណែនក្នុងចិត្តទង្គើសក្នុងចិត្តតឹងចិត្តខ្លាំងហាក់ដូចជាមានរោគតានរឹងក្តាំងនៅក្នុងចិត្តឬក៏ធ្ងន់ធ្ងរពិបាកដោះស្រាយហ្នឹងគេហៅថាតានតឹងដូចយើងនិយាយពីការតានតឹងផ្លូវចិត្តហ្នឹងគឺចិត្តយើងហ្នឹងវាចង្អៀតណែនណាវាស្មុគវាស្មាញវាមូម៉ងណាធ្វើឲ្យចិត្តយើងហ្នឹងវាមិនល្អវាមានសភាពផ្លូវចិត្តណាឬក៏យើងតានតឹងអីមួយណាពិបាកដោះស្រាយដូចជាយើងនិយាយថាស្ថានភាពកាន់តែតានតឹងបាទនៅពេលដែលចំនួនកើតមានឡើងណាអញ្ចឹងពេលមានចំនួនឬក៏បញ្ហាអីមួយនៅក្នុងសង្គមវាធ្វើឲ្យស្ថានភាពកាន់តែតានតឹងឡើងពិបាកដោះស្រាយអញ្ចឹងណាហើយមួយទៀតប្រតិកម្មប្រែថាអំពើប្រឆាំងណាអំពើតទប់អំពើតប
ត្រឡប់មកវិញការរករឿងហេតុតបតមកវិញបាទហ្នឹងយើងហៅថាប្រតិកម្មដូចតាក់ទងទៅនឹងប្រតិកម្មផ្លូវចិត្តណាបាទការតានតឹងចិត្តហ្នឹងគឺជាការប្រតិកម្មនៃអារម្មណ៍ណាផ្លូវចិត្តរបស់យើងណានៅពេលដែលយើងជួបបញ្ហាអ្វីមួយវាធ្វើឲ្យចិត្តយើងវាមានប្រតិកម្មទៅលើអ្វីដែលយើងបានជួបប្រទះហ្នឹងវាធ្វើឲ្យចិត្តយើងវាស្មុគវាស្មាញណាប្រតិកម្មផ្លូវចិត្តឬក៏ប្រតិកម្មតបត្រឡប់មកវិញណាការប្រឆាំងតបទល់មកវិញណាដោយយើងនិយាយពាក្យអីមួយមិនល្អទៅកាន់នរណាម្នាក់ហ្នឹងគឺគេប្រតិកម្មតបមកយើងវិញគេខឹងយើងអីចឹងទៅណាបើយើងនិយាយល្អគេប្រតិកម្មមកក៏ល្អណាបាទគេសប្បាយចិត្តចឹងទៅអាហ្នឹងគឺប្រតិកម្មណាត្រឡប់មកវិញណាបាទមួយទៀតអារម្មណ៍នេះសំដៅត្រង់គំនិតនិងការដឹងគ្រឿងតោងរបស់ចិត្តគំនិតការដឹងអាហ្នឹងយើងហៅថាអារម្មណ៍ជាគ្រឿងតោងរបស់ចិត្តអញ្ចឹងនៅពេលដែលចិត្តយើងទទួលនៅអាយតនៈបាទខាងក្រៅមកវាធ្វើឲ្យកើតមាននៅអារម្មណ៍ហ្នឹងគឺយើងដឹងណាការដឹងយ៉ាងម៉េចណាអារម្មណ៍យ៉ាងម៉េចណាអារម្មណ៍ផ្លូវចិត្តណាបាទវាធ្វើឲ្យចិត្តយើងយ៉ាងម៉េចសប្បាយរីករាយឬក៏ទុកព្រួយអញ្ចឹងណាបាទហ្នឹងគេហៅអារម្មណ៍ហើយមួយទៀតបុព្វហេតុបាទបុព្វហេតុនេះគឺហេតុដើមដំណើរដើមគឺហេតុឬក៏ដំណើរដែលបណ្ដាលឲ្យកើតជាមុនឬដែលផ្ដើមឡើងជាមុនអាហ្នឹងយើងហៅថាបុព្វហេតុណាដូចជាបុព្វហេតុនៃការតានតឹងផ្លូវចិត្តវាបណ្ដាលមកពីមូលហេតុអីណាដូចយើងទទួលបន្ទុកការងារវាច្រើនពេកទៅវាធ្វើឲ្យចិត្តយើងហ្នឹងវាមានភាពតានតឹងអញ្ចឹងអាបន្ទុកការងារច្រើនហ្នឹងវាជាបុព្វហេតុណាជាហេតុដើមដែលធ្វើឲ្យចិត្តយើងហ្នឹងវាមានភាពតានតឹងផ្លូវចិត្តអញ្ចឹងណាបាទហៅបុព្វហេតុហើយមួយទៀតប្រឹក្សានេះបានន័យថាការពិគ្រោះគ្នាជជែកពិគ្រោះគ្នាឲ្យឃើញហេតុដំណើរនេះហៅប្រឹក្សាតាក់ទងទៅនឹងការប្រឹក្សាយោបល់ទៅលើបញ្ហាផ្លូវចិត្តអីជាដើមណាអញ្ចឹងអ្នកដែលមានបញ្ហាផ្លូវចិត្តទៅរកអ្នកជំនាញដើម្បីប្រឹក្សាអញ្ចឹងអ្នកជំនាញគេផ្ដល់ជាគំនិតយោបល់ណាមានការលើកទឹកចិត្តនឹងផ្ដល់នៅគំនិតយោបល់ល្អដើម្បីឲ្យអ្នកដែលមានបញ្ហាផ្លូវចិត្តហ្នឹងមានក្តីសង្ឃឹមមានអារម្មណ៍ផ្លូវចិត្តល្អឡើងវិញណាតាក់ទងទៅនឹងការងារអីមួយយើងប្រឹក្សាទៅជាមួយនរណាម្នាក់ឬក៏អ្នកជំនាញណាឲ្យដើម្បីឲ្យដឹងថាគួរធ្វើយ៉ាងម៉េចដោះស្រាយយ៉ាងម៉េចនៅពេលដែលបញ្ហាមួយកើតមានឡើងណាយើងប្រឹក្សាយោបល់ណាពីគ្រោះគ្នាជជែកគ្នាពីរឿងអីមួយជាមួយនឹងនរណាម្នាក់គេឲ្យយោបល់យើងគួរធ្វើបែបនេះឬក៏បែបនោះចឹងទៅណាយើងប្រឹក្សាយោបល់ណាមួយទៀតសហគមន៍នេះមានន័យថាការទៅជាមួយដំណើរជាមួយបាទឬក៏ប្រជុំភូមិឬក៏តំបន់អ្នកស្រុកប្រកបរបរចូលគ្នាអាហ្នឹងយើងហៅថាសហគមន៍ដំណើរជាមួយគ្នាអ្នកដែលរស់នៅក្នុងភូមិផងរបងជាមួយណាដូចអ្នកជំងឺផ្លូវចិត្តអញ្ចឹងទាមទារឲ្យមានការគ្រប់គ្រងពីសហគមន៍អញ្ចឹងណាបាទអញ្ចឹងសហគមន៍អ្នកដែលរស់នៅក្នុងភូមិជាមួយគ្នាណាឬក៏អ្នកភូមិផងរបងជាមួយណាសាច់ញាតិបងប្អូនបាទជួយគ្រប់គ្រងផ្នែកផ្លូវចិត្តអញ្ចឹងទៅអញ្ចឹងអ្នកដែលរស់នៅជាមួយគ្នាណានៅក្នុងភូមិស្រុកហ្នឹងអាហ្នឹងជាសហគមន៍ណាប្រជុំភូមិនៅក្នុងតំបន់មួយណានៅក្នុងឃុំមួយជាសហគមន៍មួយដែរមួយទៀតក្រុមមនុស្សដែលរស់នៅកន្លែងណាមួយដូចជា
ក្នុងប្រទេសឬក៏តំបន់ហើយមានផលប្រយោជន៍រួមគ្នាទៅលើផ្នែកសេដ្ឋកិច្ចសង្គមគិច្ចវប្បធម៌ជាដើមអាហ្នឹងយើងក៏ហៅថាសហគមន៍ដែរដូចជាសហគមន៍នេសាទសហគមន៍កសិកម្មសហគមន៍អាស៊ានសហគមន៍អឺរ៉ុបជាដើមអញ្ចឹងទៅណាសហគមន៍អញ្ចឹងពាក្យកលឹះនៅក្នុងមេរៀនរបស់យើងនេះគឺខ្ញុំលើកឡើងមានប៉ុណ្ណឹងហើយឥឡូវនេះយើងចូលទៅកាន់សិក្សាខ្លឹមសារមេរៀនជាបន្តចំណុចទី1និយមន័យសុខភាពផ្លូវចិត្តបាទដូចម្ដេចទៅដែលហៅថាសុខភាពផ្លូវចិត្តបើយើងនិយាយពីសុខភាពនេះគឺត្រូវបានគេកំណត់ថាជាសភាពនៃសេចក្តីសុខពេញលេញផ្នែកកាយសម្បទាផ្លូវចិត្តនិងសង្គមមិនមែនគ្រាន់តែជាភាពគ្មានជំងឺឬក៏ពិការភាពឡើយអញ្ចឹងសុខភាពវាមានសុខភាពផ្លូវចិត្តសុខភាពផ្លូវកាយហើយព្រមទាំងសុខុមាលភាពណាផ្នែកសង្គមផងដែរណាការរស់នៅតំណាក់តំណងនៅក្នុងសង្គមសុខភាពផ្លូវចិត្តល្អវាជាបំណងប្រាថ្នារបស់មនុស្សយើងគ្រប់រូបណាត្រឡប់មកសំណួររបស់យើងដូចម្ដេចទៅដែលហៅថាសុខភាពផ្លូវចិត្តសុខភាពផ្លូវចិត្តនេះគឺសំដៅទៅលើការមានអារម្មណ៍ជ្រះថ្លាបាទមានអាកប្បកិរិយានិងមានតំណែងតំណងល្អជាមួយអ្នកដទៃដែលរស់នៅជុំវិញខ្លួនបាទមានសមត្ថភាពអាចដោះស្រាយរាល់បញ្ហាឬក៏វិបត្តិផ្សេងដោយអារម្មណ៍វិជ្ជមាននិងអាចបំពេញការងារក្នុងជីវិតរស់នៅបានល្អប្រសើរបាទហ្នឹងយើងហៅថាសុខភាពផ្លូវចិត្តអញ្ចឹងបើយើងនិយាយទៅលើបុគ្គលដែលមានសុខភាពផ្លូវចិត្តល្អគឺអ្នកហ្នឹងគាត់មានអារម្មណ៍ជ្រះថ្លាណាបាទមានអាកប្បកិរិយាមានតំណែងតំណងល្អគាត់មានសមត្ថភាពនៅក្នុងការប្រឈមមុខដោះស្រាយរាល់បញ្ហាដែលកើតមានឡើងដោយអារម្មណ៍វិជ្ជមានណាអារម្មណ៍ល្អណាបាទហើយវាសម្ដែងចេញមកតាមរយៈអាកប្បកិរិយានេះដែលធ្វើឲ្យយើងដឹងបានផងដែរពីផ្លូវចិត្តរបស់បុគ្គលណាម្នាក់អារម្មណ៍ផ្លូវចិត្តល្អអាកប្បកិរិយាក៏ល្អណាកាលណាអារម្មណ៍មិនល្អផ្លូវចិត្តមិនល្អអាកប្បកិរិយាក៏ចងៀងចងាងណាដោយមនុស្សដែលខឹងអញ្ចឹងណាចិត្តកំពុងតែខឹងវាសម្ដែងចេញនៅអាកប្បកិរិយាអាចគ្រប់គ្រងខ្លួនឯងបានអាហ្នឹងគឺវាតាក់ទងទៅនឹងផ្លូវចិត្តឬក៏អារម្មណ៍ណាអញ្ចឹងសរុបមកសុខភាពផ្លូវចិត្តនេះសំដៅទៅលើការមានអារម្មណ៍ល្អណាមានតំណែងតំណងល្អជាមួយអ្នកដទៃមានសមត្ថភាពអាចប្រឈមមុខដោះស្រាយរាល់គ្រប់បញ្ហាប្រកបទៅដោយអារម្មណ៍វិជ្ជមានហើយអាចបំពេញការងារឬក៏ធ្វើអ្វីដូចតាក់ទងទៅនឹងការសិក្សារៀនសូត្រហ្នឹងក៏បានល្អដែរមេរៀននៅក្នុងវីដេអូរបស់យើងនេះគឺមានតែប៉ុណ្្នឹងសូមបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់រងចាំទស្សនានិងសិក្សាភាគបន្តនៃមេរៀននេះនៅវីដេអូលើកក្រោយជាបន្តទៅទៀតបាទសូមអរគុណបាទ